ជំរាបសួរនៅថ្ងៃទី7ខែកុម្ភៈឆ្នាំ2026ខ្ញុំបន្តលើកយកពីចំណុចដែលចំណុចទី2ហ្នឹងគឺខ្ញុំនិយាយភូមិសាស្ត្រនយោបាយកម្ពុជាថៃចំណុចទី2ហ្នឹងប្រសិនបើថៃបើកការឈ្លានពានមកលើប្រទេសកម្ពុជាជាលើកទី3ថៃអាចនឹងក្លាយជាប្រទេសអ៊ុយក្រែនទី2បាទអញ្ចឹងចំណុចទាំងពីរនេះគឺជាចំណុចដ៏សំខាន់ហើយនឹងរសើបបាទយើងមើលឃើញជាក់ស្ដែងបាទនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលយើងមានប្រទេសសមាជិកអាស៊ាននឹងគឺ11ប្រទេសអញ្ចឹងបន្ទាប់ដែលថៃបើកការឈ្លានពានកម្ពុជាដែលថៃបានកាន់កាប់ដីកម្ពុជាដោយខុសច្បាប់ចំនួន41តំបន់បាទថៃមិនបានបញ្ឈប់បាទប្រើសកម្មភាពផ្សេងទាំងកម្លាំងទ័ពបាទនៅលើដីកម្ពុជាយើងឃើញហើយដូចជាថ្មីនេះបាទនៅប៉ែកឬក៏ឧត្តមមានជ័យបាទថៃបានដាក់ទូកុងតឺន័រក៏ដូចជារីបាឡាលូសហ្នឹងចូលដីកម្ពុជាហ្នឹងរហូតដល់50ម៉ែត្រចឹងថ្ងៃទី7នេះគឺថៃបានរីបាឡាលូសដាក់ទូកុងតឺន័រហើយនឹងដាក់ទ័ពមកប៉ែកថ្មដាខេត្តពោធិ៍សាត់បាទចឹងចំណុចទាំងអស់នេះបាទគឺថៃគេប្រើយោធាបាទសភាវុធដើម្បីគម្រាមពមៀនកម្ពុជាយើងឲ្យទទួលស្គាល់នៅចំណុច3ចំណុចបាទចំណុចទី1បាទគេទាមទារឲ្យកម្ពុជាយើងនឹងទទួលស្គាល់ដីចំនួន41តំបន់ដែលគេឈ្លានពានបានជាដីរបស់ថៃចំណុចទី2គេទាមទារឲ្យកម្ពុជាយើងឈប់ប្រើពាក្យឈ្លានពានចំណុចទី3បាទគេទាមទារឲ្យកម្ពុជាយើងនឹងធ្វើតាមថៃចង់បានអ្វីគឺឲ្យគេនឹងអញ្ចឹងខ្ញុំឃើញយុទ្ធសាស្ត្រក៏ដូចជាចំណុចទាំង3នេះរាជរដ្ឋាភិបាលកម្ពុជាយើងនេះគឺមិនបានធ្វើទៅតាមថៃទេបើសិនណាជាធ្វើទៅតាមថៃវាឈប់ទាមទារព្រោះមានអីទៀតបាទវាទទួលបានដីដោយស្របច្បាប់ហើយបាទបើយើងទៅប្តឹងនៅ ICJ ឬក៏តុលាការអ ក្រិតកម្មអន្តរជាតិ ICC ក៏វាអត់ន័យវាមានន័យថាកម្ពុជាយើងបានយល់ព្រមកាត់ទៅឲ្យគេកាលពីថ្ងៃទី6ក៏ដូចជាថ្ងៃទី7នេះយើងឃើញថាយុទ្ធសាស្ត្រនយោបាយរបស់ប្រទេសកម្ពុជាកំពុងតែបង្រួមប្រទេសដែលនៅជុំវិញប្រទេសថៃបាទកាលពីថ្ងៃទី6បាទយើងឃើញថាលោកតូឡឹមអគ្គលេខាបកកុម្មុយនីសវៀតណាមនិងលោកថងលុនស៊ីសូលីតអគ្គលេខាធិការបកប្រជាជនបដិវត្តន៍ឡាវគឺបានមកទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាដែលមានការទទួលហ្នឹងគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាអញ្ចឹងយើងឃើញថាកម្ពុជាកំពុងតែបង្រួមបាទគណៈបកក៏ដូចជាបង្រួមប្រទេសជុំវិញប្រទេសថៃបាទមានអីវៀតណាមមានឡាវហើយខ្ញុំជឿជាក់ថាប្រទេសម៉ាឡេស៊ីបាទក៏ត្រូវតែគ្រប់គ្រងរួមជាមួយនឹងកម្ពុជាដែរព្រោះដូចជាមីយ៉ាន់ម៉ាខ្ញុំជឿថាមីយ៉ាន់ម៉ាក៏គ្រប់គ្រងចូលរួមជាមួយនឹងកម្ពុជាដែរព្រោះថៃប្រទេសទាំងអស់នេះនៅជុំវិញបើគេមើលឃើញយុទ្ធសាស្ត្រនយោបាយរបស់ថៃគឺវាគ្រោះថ្នាក់ដល់ប្រទេសគេដោយសារអីថៃបានទិញសភាវុធណែនប្រទេសទាំងអស់បាទថៃបានរៀបចំក្រងទុកទាំងអស់ឥឡូវយើងមើលតែប្រទេសកម្ពុជា2025-2026ថៃហ៊ានបើកឈ្លានពានដោយកម្រោតដោយខុសច្បាប់ថៃមិនបានគោរពច្បាប់ទី1បទឈប់បាញ់មិនទាន់អត់លក្ខខណ្ឌដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីចឹងមានចិនមានអីហ្នឹងជាអ្នកដឹងឮជាអ្នកគ្រប់គ្រងទាំងអស់មានអាមេរិកាំងអីហ្នឹងទាំងអស់ចឹងច្បាប់ទី2គឺបទកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីដែលមានសហរដ្ឋអាមេរិកមានចិនបាទគឺចូលរួមដឹងឮទាំងអស់ចឹងទាំងប្រទេសកុម្មុយនីសចិនបាទមហាយៈចិនក៏ចូលរួមបាទទាំងប្រទេសមហាអំណាចសហរដ្ឋអាមេរិកក៏ចូលរួមចឹងនេះហើយគឺជាថៃមិនបានគោរពច្បាប់ចឹងប្រទេសដែលនៅជុំវិញថៃនេះគេនឹងខ្លាចគ្រោះថ្នាក់ដូចកម្ពុជាចឹងបានខ្ញុំថាថៃនឹងអាចខ្លាចជាអ៊ុយក្រែនទី2ប្រសិនណាជានៅតែបើកការឈ្លានពានប្រទេសកម្ពុជាម្ដងហើយម្ដងទៀតហើយនៅតែបន្តឈ្លានពាននៅតែបន្តដាក់ទ័ពវៀតមកលើប្រទេសកម្ពុជាឥឡូវយើងឃើញថ្មីបាទ
ប្រទេសកម្ពុជាចាប់ដើមពង្រឹងអានេះខ្ញុំមើលឃើញចំណុចហ្នឹងបាទគឺលោកតូឡឹមអគ្គលេខាបកកុម្មុយនីវៀតណាមហ្នឹងគឺបានមកទេសនកិច្ចនៅប្រទេសកម្ពុជាអញ្ចឹងលោកថងលុនស៊ីសូលីតអគ្គលេខាធិការបកប្រជាជនបដិវត្តឡាវក៏បានមកទស្សនកិច្ចនៅប្រទេសកម្ពុជាយ៉ាងដែរអញ្ចឹងប្រទេសទាំងអស់នេះវាសុទ្ធតែជាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាប្រទេសសមាជិកអាស៊ានទាំង11ប្រទេសអញ្ចឹងខ្ញុំជឿថាបើកម្ពុជាយើងបាទធ្វើផ្លូវការទូតជាមួយនឹងម៉ាឡេស៊ីជាមួយនឹងមីយ៉ាន់ម៉ាខ្ញុំជឿថាប្រទេសទាំងអស់នេះមិនគ្រប់គ្រងទៅលើប្រទេសថៃទេដោយសារវាគ្រោះថ្នាក់ដល់ប្រទេសទាំងអស់នោះឥឡូវយើងមើលបច្ចុប្បន្នបាទថែមទាំងមានបាទអនុសារណៈឆ្នាំ2000 MOU 2000ដែលនិយាយពីຂະຫນາດផែនទី1លើ200,000ដែលអនុម័តដែលទទួលស្គាល់ពីអាណាព្យាបាលបាទបារាំងដែលបន្សល់ទុកនៅប្រទេសបារាំងដែលបន្សល់ទុកនៅអង្គការសហជីវជាតិឥណ្ឌូចិនសៀមបារាំងសៀមគឺថៃអត់បានទទួលស្គាល់គ្រប់ទាំងអស់បែរជាថៃបើយកຂະຫນາດផែនទី1លើ50,000គូសក្នុងប្រទេសខ្លួនឯងដែលមិនបានតម្កល់ទុកនៅបាទប្រទេសបារាំងបាទតម្កល់ទុកនៅអង្គការសហជីវជាតិអញ្ចឹងប្រទេសទាំងអស់នៅជុំវិញថៃនេះគឺគេលែងទុកចិត្តថៃទេឥឡូវយើងមើលតែថ្មីនៅតំបន់ថ្មដាជនជាតិចិនក៏ពលមុខដែលរកស៊ីមិនបានបាទរហូតចេញមកតវ៉ាប្រឆាំងជាមួយនឹងកម្លាំងយោធារបស់ថៃ